កាលពីថ្ងៃទី23ខែមិថុនាឆ្នាំ2026ថាក្នុងរយៈពេល9ខែកន្លងទៅខ្លួនបានចាប់ជនសង្ស័យពាក់ព័ន្ធ scam online ជិត 30,000 នាក់បង្កកទ្រព្យសម្បត្តិជាង 24,000 លានបាតនិងចាត់វិធានការលើក្រុមហ៊ុន 1,450 បើថៃអាចដោះស្រាយបញ្ហា scam នៅក្នុងប្រទេសខ្លួនដោយការស៊ើបអង្កេតចាប់ខ្លួននិងបង្កកទ្រព្យសម្បត្តិហើយអ្វីពេលថៃចោទអាគារតាមព្រំដែននៅក្នុងទឹកដីកម្ពុជាថាជា scam ទីតាំងទាំងនោះបែរជាត្រូវបានដោះស្រាយដោយគ្រាប់ផ្លោងការបំផ្លិចបំផ្លាញនិងការកាន់កាប់ទឹកដីរបស់ប្រទេសមួយទៀតទៅវិញបើថៃអាចចាប់ខ្លួនជនសង្ស័យរាប់ម៉ឺននាក់នៅក្នុងប្រទេសខ្លួនតាមច្បាប់ហេតុអ្វីនៅពេលពាក់ព័ន្ធនឹងកម្ពុជាថៃប្រើកម្លាំងយោធាលើទឹកដីប្រទេសដទៃតើភ័ស្តុតាងត្រូវបានចែករំលែកជាមួយអាជ្ញាធរកម្ពុជាឬស្ថាប័នអន្តរជាតិដែរឬទេតើនេះជាការជួយសង្គ្រោះជនរងគ្រោះពី scam ដោយថៃអះអាងឬក៏ជាលេសប្លន់យកទឹកដីរំលោភអធិបតេយ្យភាពរបស់កម្ពុជាបទអត្ថាធិប្បាយនេះមិនមែនដើម្បីការពារបណ្ដាញឆបោកឬក៏ក្រុមជួញដូរមនុស្សនោះទេកម្ពុជាមិនបានបដិសេធថាខ្លួនមិនមាន scam ទេប៉ុន្តែបញ្ហា scam ក៏មិនមែនមានតែនៅកម្ពុជាដែរសេចក្តីរាយការណ៍អន្តរជាតិជាច្រើនបានលើកឡើងថាតំបន់ព្រំដែននិងអគារកាស៊ីណូមួយចំនួននៅអាស៊ីអាគ្នេយ៍ត្រូវបានប្រើដោយបណ្ដាញឆបោកនិងការជួញដូរមនុស្សប្រសិនបើមានបទល្មើសនៅលើទឹកដីកម្ពុជាត្រូវស៊ើបអង្កេតនិងបង្ក្រាបឲ្យបានមើលម៉ាត់ដោយខ្លួនឯងប៉ុន្តែប្រទេសមួយមិនអាចយកពាក្យ scam ធ្វើជាអាជ្ញាប័ណ្ណប្រើកម្លាំងលើទឹកដីប្រទេសមួយទៀតបានទេច្បាប់អន្តរជាតិដាក់បន្ទាត់ច្បាស់លាស់លើរឿងនេះធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា2កថាខណ្ឌ4ហាមរដ្ឋសមាជិកពីការគំរាមឬប្រើកម្លាំងប្រឆាំងទៅនឹងបូរណភាពទឹកដីឬឯករាជ្យភាពនយោបាយរបស់រដ្ឋដទៃចំណែកមាត្រា51នៃធម្មនុញ្ញអង្គការសហប្រជាជាតិអនុញ្ញាតឲ្យប្រទេសមួយការពារខ្លួនបានប៉ុន្តែក្នុងករណីត្រូវបានវាយប្រហារដោយអាវុធប៉ុណ្ណោះវាមិនមែនជាសិទ្ធិទូលំទូលាយឲ្យប្រទេសមួយប្រើកម្លាំងលើទឹកដីប្រទេសដទៃដោយគ្រាន់តែអះអាងថាមានបទល្មើសនោះទេនៃសាមញ្ញគឺបើមានអាគារណាមួយឬបុគ្គលណាពាក់ព័ន្ធទៅនឹងបណ្ដាញឆបោកដំណោះស្រាយមិនអាចទម្លាក់គ្រាប់បែកកំទេចប្រទេសដទៃបានឡើយដំណោះស្រាយគួរជាការបញ្ជូនភស្តុតាងការស្នើសុំកិច្ចសហប្រតិបត្តិការរវាងនគរបាលអัยការតុលាការប៉ូលីសអន្តរជាតិកិច្ចព្រមព្រៀងជំនួយផ្នែកច្បាប់រវាងប្រទេសដើម្បីប្រមូលភស្តុតាងបង្កកទ្រព្យសម្បត្តិនិងចាប់ខ្លួនជនសង្ស័យប៉ុន្តែបើជ្រើសរើសបាញ់បំផ្លាញអាគារលើទឹកដីប្រទេសមួយទៀតនោះវាបង្កើតសំណួរថាតើនេះជាការបង្ក្រាបបទល្មើសឬក៏ជាការយកបទល្មើសធ្វើជាលេសដើម្បីរំលោភអធិបតេយ្យភាពការប្រយុទ្ធប្រឆាំងនឹងបណ្ដាញឆបោកគឺជាកាតព្វកិច្ចរួមរបស់គ្រប់ប្រទេសកម្ពុជាត្រូវបង្ក្រាបជនល្មើសនៅលើទឹកដីខ្លួនថៃក៏ដូចគ្នាគ្មានប្រទេសណាមួយគួរប្រើពាក្យ scam ជាហេតុផលដើម្បីរំលងនីតិវិធីច្បាប់បង្កើតស្តង់ដារ2ឬប្រើកម្លាំងលើទឹកដីរដ្ឋដទៃឡើយខ្ញុំរស់សុធាពី News Today MTT